ដុកទ័រ3នាក់បងប្អូនបាទដុកទ័រ3នាក់ដែលបងប្អូនត្រូវទៅជួបបើសិនជាបងប្អូនចង់មានសុខភាពល្អអូខេអញ្ចឹងដុកទ័រហ្នឹងអត់នៅឆ្ងាយទេដុកទ័រហ្នឹងនៅជិតខ្លួនបងប្អូនតែម្ដងអូខេដុកទ័រទី1អូខេគឺទឹកបរិសុទ្ធបាទអញ្ចឹងបងប្អូនត្រូវញ៉ាំទឹកឲ្យបានទៀងទាត់ត្រឹមត្រូវទៅតាមគីឡូស្តង់ដាររៀងខ្លួនអូខេខ្ញុំរំលឹកឡើងវិញបរោះគីឡូខ្លួនឯងគុណនឹង0.05ឃើញចំនួនទឹកដែលត្រូវញ៉ាំហើយញ៉ាំទឹកកុំញ៉ាំបង្ខំញ៉ាំសន្សំណាបងប្អូនបាទបើសិនស្ត្រីយកគីឡូខ្លួនឯងគុណនឹង0.04ឃើញចំនួនទឹកដែលត្រូវញ៉ាំហើយបើសិនបងប្អូនចង់ឲ្យយើងស្រក់គីឡូបងប្អូនបន្ថែមកន្លះលីត្រពីលើចំនួនដែលបងប្អូនបានឃើញនឹងបន្ថែមទៀតនឹងជួយបងប្អូនជំរុញក្នុងការសម្រក់គីឡូអូខេដុកទ័រទី2ដែលបងប្អូនត្រូវជួបគឺការហាត់ប្រាណអូខេអញ្ចឹងបងប្អូនត្រូវតែទៅជួបឬក៏ធ្វើឲ្យបានមួយថ្ងៃហ្នឹង30នាទីបាទឬក៏45នាទីល្អប្រសើរជារៀងរាល់ថ្ងៃហ្នឹងបងប្អូនត្រូវជួបហើយបាទដុកទ័រទី3គឺញ៉ាំអាហារដែលសម្បូរទៅដោយប្រូតេអ៊ីនបាទប្រូតេអ៊ីននិងសម្បូរទៅដោយសារជាតិចិញ្ចឹមឬវីតាមីនឲ្យបានគ្រប់គ្រាន់អូខេហើយដែលមានកម្រិតសារកាឡូរីទាបបាទកុំញ៉ាំអាហារដែលមានកាឡូរីខ្ពស់អូខេអញ្ចឹងដុកទ័រ3នេះតើបងប្អូនបានជួបហើយឬនៅបាទអញ្ចឹងបើសិនជាបងប្អូនមានចង្អល់បន្ថែមបាទនៅក្នុងការសម្រក់គីឡូឬក៏ដំឡើងគីឡូឬក៏ថែសុខភាពបងប្អូនអាចឆាតមក Facebook ឬក៏លេខទូរស័ព្ទរបស់ខ្ញុំខាងលើបានបាទអរគុណច្រើន